កសិករវៀតណាមចំណេញពី 17% ទៅ 30% ក្រោយអនុវត្តបច្ចេកទេសទាំង 5 លើការកាត់បន្ថយថ្លៃដើមផលិតផលស្រូវកសិករយើងមួយចំនួនបានឲ្យដឹងថាខ្លួនត្រូវចំណាយថ្លៃដើមផលិតស្រូវចន្លោះពី 2 លាន 4 សែនរៀលទៅ 3 លានរៀលក្នុង 1 ហិកតាការចំណាយអាចលើសនេះប្រសិនបើជាកសិករជួលដីគេសម្រាប់ធ្វើស្រែថ្ងៃនេះនឹងលើកយកពីបទពិសោធន៍របស់ប្រទេសវៀតណាមដែលបានធ្វើឲ្យមានការជោគជ័យលើការកាត់បន្ថយថ្លៃដើមផលិតផលស្រូវនិងជួយឲ្យកសិករចំណេញបានតែមួយផ្នែកពីការកាត់ចំណាយលើថ្លៃផលិតផលនិងធាតុចូលផ្សេងៗកសិករវៀតណាមអនុវត្តវិធានការកាត់បន្ថយថ្លៃដើមលើចំណុចចំនួន 5 1. កាត់បន្ថយគ្រាប់ពូជកាត់បន្ថយគ្រាប់ពូជកសិករវៀតណាមបានប្រើប្រាស់បច្ចេកទេសព្រោះស្រូវដោយម៉ាស៊ីនផ្ទាល់ដែលវិធីនេះប្រើប្រាស់បរិមាណពូជស្រូវតិចជាងព្រោះធ្វើដោយដៃជាលទ្ធផលកសិករវៀតណាមអាចកាត់បន្ថយការប្រើប្រាស់ពូជស្រូវចំនួន 50% 2. កាត់បន្ថយការប្រើប្រាស់ជីអ៊ុយរ៉េកសិករវៀតណាមមានចំណេះដឹងពីខាងការប្រើប្រាស់ជីដោយប្រើទៅតាមតម្រូវការរបស់ដំណាំនិងអនុវត្តការដាក់ជីទៅតាមពណ៌ស្លឹករបស់ដំណាំស្រូវជាលទ្ធផលកសិករវៀតណាមអាចកាត់បន្ថយជីអ៊ុយរ៉េបានប្រហែលជា 20% ដែលនាំឲ្យកសិករចំណេញប្រាក់មួយផ្នែកលើការទិញជីនិងជួយកាត់បន្ថយការបំពុលផងដែរ 3. ការកាត់បន្ថយការប្រើប្រាស់ទឹកកសិករវៀតណាមបានអនុវត្តបច្ចេកទេសស្រោចស្រពឆ្លាស់គ្នាដែលនេះគឺជាវិធីសាស្ត្រដែលអនុញ្ញាតឲ្យដីស្រែស្ងួតឆ្លាស់គ្នាមុននឹងបញ្ចូលទឹកចូលវិញជំនួសឲ្យការទុកទឹកឲ្យលិចស្រែជាប់ជានិច្ចដោយទម្លាក់ពីដើមមកវាមិនមែនជាការទុកឲ្យស្រូវខ្វះទឹកទេតែជាការគ្រប់គ្រងកម្រិតទឹកដោយមានការតាមដានត្រឹមត្រូវជាលទ្ធផលកសិករវៀតណាមអាចសន្សំថវិកាបានពីការកាត់បន្ថយលើថ្លៃថាមពលដែលប្រើប្រាស់សម្រាប់ការបូមទឹកញឹកញាប់ 4. កាត់បន្ថយថ្នាំកសិកម្មកសិករវៀតណាមបានអនុវត្តបច្ចេកទេសគ្រប់គ្រងសត្វល្អិតចង្រៃរួមមានដូចជា IPM ដែលផ្ដោតទៅលើការការពារនិងតាមដានជាជាងការបាញ់ថ្នាំសម្រាប់សត្វល្អិតជាលទ្ធផលកសិករវៀតណាមអាចកាត់បន្ថយថ្លៃចំណាយលើការទិញថ្នាំកសិកម្ម 5. កាត់បន្ថយការបាត់បង់ទិន្នផលពេលប្រមូលផលត្រូវចំណុចនេះកសិករវៀតណាមបានប្រើប្រាស់ម៉ាស៊ីនច្រូតនិងសម្រួចត្រឹមត្រូវដើម្បីធានាថាទិន្នផលបាត់បង់តិចតួចបំផុតជាលទ្ធផលកសិករវៀតណាមអាចទទួលបានទិន្នផលស្រូវច្រើនហើយគ្រាប់ស្រូវក៏មានគុណភាពល្អតាមរយៈការអនុវត្តនេះកសិករវៀតណាមបានបង្កើនប្រាក់ចំណេញបានពី 17% ទៅ 30% ដោយសារតែការកាត់បន្ថយថ្លៃដើមធាតុចូលនិងការបង្កើនទិន្នផលចុះបងប្អូនកសិករយើងវិញគិតថាបទពិសោធន៍របស់កសិករវៀតណាមនេះអាចជួយយកមកអនុវត្តបានទេឬមានចំណុចណាមួយដែលបងប្អូនយល់ថាត្រូវការបណ្ដុះបណ្ដាលបន្ថែមតើមកចែករំលែកបទពិសោធន៍ជាមួយនឹងកសិករយើងទាំងអស់គ្នាចូលចិត្តតាមដានឬចែករំលែកមាតិកាកសិកម្មកុំភ្លេចចុច like និង follow ផេកកសិ